បាទសូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិយមិត្តពុកម៉ែបងប្អូនសម្ដាប់ដែលអត្ថបទព័ត៌មាននេះមានចំណងជើងថាតួស្រីសម្ដែងក្នុង MV ថ្មីវណ្ណដានិងវណ្ណឋានជានាយិការបាំងដ៏មានទេពកោសល្យមានទាំងសម្រស់និងចំណេះដឹងបាទអញ្ចឹងទេតើរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិយមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិយមិត្តជួយចុចនៅ Subscribe និងសញ្ញាកណ្ដឹងពណ៌ក្រហមម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតអញ្ចឹងទេកុំឲ្យខាតពេលវេលាយូរបាទសូមប្រិយមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅមហាជននិយមតាមដានតាមបណ្ដាញសង្គមច្បាស់ជាបានស្គាល់មកហើយកញ្ញាលឹមសុវណ្ណាលីនាងការរាំរបាំបុរាណម្នាក់នៅក្នុងនោះនាងការរាំរបាំលឹមសុណាលីក៏ជា Instagram in lunar មានប្រជាប្រិយភាពមួយរូបផងដែរបាទនេះជារូបរបស់នាងបាទជាការពិតណាស់មិនត្រឹមតែទទួលបានប្រជាប្រិយភាពក្នុងនាមជានាយិការបាំតែកញ្ញាលឹមសុណាលីឆក់បានការគ្រប់គ្រងតាមរយៈការផលិតវីដេអូដែលយុវវ័យពេញចិត្តដោយភាគច្រើនផ្នែកសម្រស់និង fashion ជាដើមពេលមិនបាទ fashion ពេលមិនបាទភាសាអង់គ្លេសផងដែរបាទជានេះជារូបរបស់នាងបាទជានារីរាំរបាំអប្សរាបាទពិតជាស្រស់ស្អាតផងដែរបាទយ៉ាងណាមិញថ្មីនេះកញ្ញាលឹមសុណាលីទើបតែបានបង្ហាញវត្តមាននៅក្នុង MV ថ្មីនាឱកាសចូលឆ្នាំខ្មែររបស់កំពូលតារាចម្រៀងរ៉េបលោកវណ្ណដានិងលោកវណ្ណឋានក៏ទទួលបានការចាប់អារម្មណ៍ពីការសម្ដែងរបស់នាងផងដែរបាទវណ្ណដាក៏ដូចជាវណ្ណឋានប្រិមត្តបានជួបតារាល្បីបាទគឺលោកវណ្ណដាប្រិមត្តបាទដោយឡែកងាកទៅកាន់ការតុបតែងខ្លួនរបស់កញ្ញាលឹមសុណាលីឯនោះវិញក៏ដូចជាអ្នកគ្រប់គ្រងបានជ្រាបមកហើយថាកញ្ញាគឺជានាយិការរបាំផងនិងជាអ្នកតាក់តែងផលិតមាតិកាសម្រាប់យុវវ័យដូច្នេះរាល់ការតុបតែងខ្លួនរបស់នាងម្ដងគឺទទួលបានការពេញចិត្តជាច្រើនមិនថាបុរាណសម័យឬក៏សហសម័យនោះឡើយបាទពិតជាមិនធម្មតាបាទនេះជារូបភាពរបស់កញ្ញាបាទថតនៅមុខប្រាសាទអង្គរវត្តបាទពិតជាស្រស់ស្អាតបាទនាយិកាបាទនាយិកាស្រីផងដែរខាងរបាំអប្សរាបាទនៅក្មេងពីមកតែមានតំណែងខ្ពស់បាទសូមប្រិមត្តទស្សនារូបភាពជាមួយនឹងខ្ញុំបាទដូចតទៅបាទថតស៊ីចង្វាក់ជាមួយប្រាសាទប្រិមត្តបាទប្រាសាទបុរាណខ្មែរយ៉ាងធំធេងមហាធំធេងបាទអូខេប្រិមត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះសូមប្រិមត្តតាមដានទស្សនាសម្រាប់អត្ថបទព័ត៌មានថ្មីជាបន្តទៀតបាទអត្ថបទព័ត៌មាននេះដែលមានចំណងជើងថាប្រាប់យកតែបនទេស្រីងាកមកឆែកទូរស័ព្ទឆែកកាបូបសង្សារបើអត់បានអត់ខ្លះទៅពេលខ្លះប្រុសអត់ចូលចិត្តសង្សារដើរតួជាម៉ែទេបាទចូលចិត្តសង្សារដើរតួជាម៉ែបាទ
តែអញ្ចឹងតើរឿងរ៉ាវនៃអត្ថបទព័ត៌មានថ្មីនេះយ៉ាងណាបាទសូមប្រិយមិត្តតាមដានទស្សនាស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅនៅក្នុងទំនាក់ទំនងជាគូសង្សារមិនថាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ផ្ដល់ភាពផ្ទាល់ខ្លួនឲ្យគ្នាពិតជាសំខាន់ជាក់ស្ដែងបរិសុទ្ធភាពច្រើនមិនចូលចិត្តឲ្យនារីដៃគូគ្រប់គ្រងលើគេគ្រប់គ្រងយ៉ាងនោះទេយ៉ាងហោចណាស់ក៏ផ្ដោតភាពផ្ទាល់ខ្លួនដូចជាការប្រើទូរស័ព្ទនិងកាបូបលុយជាដើមបាទខាងក្រោមនេះជាហេតុផលដែលនារីនិងសង្សារមិនគួរប៉ះពាល់របស់ជាភាពផ្ទាល់ខ្លួនរបស់បុរសដូច្នេះទំនាក់ទំនងមិនយូរគង់នឹងបែកគ្នាបាទមានបញ្ហាយើងកុំឆែករបស់របរយ៉ាងណាបាទទី1បង្ហាញពីការកង្វះទំនុកចិត្តនិងភាពជឿជាក់ជាមូលដ្ឋានចម្បងនៅក្នុងទំនាក់ទំនងកាលណាភាគីម្ខាងតែងតែតាមដានភាពផ្ទាល់ខ្លួនរបស់គេម្ខាងទៀតវាបង្ហាញពីការខ្វះជំនឿទង្វើនេះអាចធ្វើឲ្យបុរសសង្សារមានអារម្មណ៍មិនត្រូវបានឲ្យតម្លៃនិងបង្កើតអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនងស្នេហាដែលគ្មានភាពជឿជាក់ជាធម្មតាតែងតែបង្កចំនួនជាញឹកញាប់និងធ្វើឲ្យអារម្មណ៍ស្រឡាញ់ផ្ដាច់ចេញពីគ្នាបាទអារម្មណ៍បាទយើងកុំតាមដានគេច្រើនបាទទី2បំពេញព្រំដែនផ្ទាល់ខ្លួនទំនាក់ទំនងរឹងមាំល្អកើតឡើងនៅពេលដែលភាគីសងខាងគោរពនៅភាពផ្ទាល់ខ្លួននិងសេរីភាពគ្នាទៅវិញទៅមកការឆែកទូរស័ព្ទឬក៏កាបូបដោយគ្មានការអនុញ្ញាតវាអាចធ្វើឲ្យបុរសដៃគូមានអារម្មណ៍មិនគោរពនិងបាត់បង់ភាពឯករាជ្យបានជារូបបាទកុំឆែកឆេររបស់ផ្ទាល់ខ្លួនរបស់គេបាទទី3បំផ្លាញសេរីភាពបុគ្គលការឆែករបស់ឯកជនជាប្រចាំអាចធ្វើឲ្យបរិសុទ្ធជាសង្សារមានអារម្មណ៍ដូចជាត្រូវជាប់ឃុំឃាំងនិងធុញថប់ដែលវានឹកកាត់បន្ថយនៅសុភមង្គលផ្ទាល់ខ្លួនហើយកើតជាការអាក់អន់ចិត្តកើតការអាក់អន់ចិត្តផងដែរបាទនេះទី4បង្កជាការយល់ច្រឡំពេលខ្លះអ្វីជាពិសេសពីរបស់ប្រើឯកជនមិនថាជានៅក្នុងទូរស័ព្ទឬក៏វត្ថុនៅក្នុងកាបូបអាចបង្កើនជាករណីយល់ច្រឡំឆ្ពោះទៅរករឿងប្រច័ណ្ឌហើយបង្កជាចំនួននាំឲ្យខូចខាតដល់ទំនាក់ទំនងពេលខ្លះចំនួនប្រើពាក្យសម្ដីជ្រុលក៏ជាដើមហេតុធ្វើឲ្យទំនាក់ទំនងប្រេះស្រាំផងដែរបាទនេះជាយូរទៅកើតជាចំនួនបាទទី5ទម្លាប់អវិជ្ជមានបាទនៅពេលការងារគ្រប់គ្រងខ្លាយជាទម្លាប់វានឹងខ្លាយទៅជាអាកប្បកិរិយាបំពុលនៅក្នុងទំនាក់ទំនងភាគីទាំងសងខាងនឹងមានអារម្មណ៍គ្មានទំនុកចិត្តចំពោះគ្នាសង្ស័យគ្នាទៅវិញទៅមកដែលនេះមិនត្រឹមតែបង្កផលវិបាកដល់ទំនាក់ទំនងតែថែមទាំងបំផ្លាញភាពស្និទ្ធស្នាលគ្រប់ពេលរហូតឈានដល់ផ្លូវបែកបាក់ជំនួសឲ្យការឆែកឆេរនិងតាមដានភាពឯកជនរបស់ដៃគូគូស្នេហ៍គ
គួរតែប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ភាពជឿជាក់ជាការពិសេសបើមានអ្វីសង្ស័យគួរបើកការនិយាយគ្នាដោយសន្តិវិធីចរចាគ្នាបាទនេះជាដៃគូរបស់គាត់បាទនេះយើងក៏មានចិត្តចាត់ចង្អៀតចង្អល់បាទប្រិមិត្តយើងត្រូវចេះតែយល់ចិត្តយល់ថ្លើមគ្នាបាទកំតឹងរឹងជាមួយដៃគូឬក៏សង្សារឬក៏ប្តីអីបាទសំប្រិមិត្តទស្សនារូបភាពបាទមកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តពុកម៉ែបងប្អូនដែលតាមដានទស្សនាស្ដាប់អត្ថបទព័ត៌មាននេះតែមុននឹងបញ្ចប់អត្ថបទព័ត៌មាននេះសូមប្រិមិត្តពុកម៉ែបងប្អូនពុំមិញទាំងអស់គ្នាជួយចុចនូវ Subscribe និងសញ្ញារូបកណ្ដឹងបាទម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ